ចង់ចាប់ផ្ដើមទម្លាប់ល្អគឺអត់ងាយស្រួលដូចទម្លាប់អាក្រក់ទេត្រូវការចាយពេលវេលាបន្តិចដើម្បីឲ្យខ្លួនយើងមានទម្លាប់ល្អថ្ងៃហ្នឹងសរសើរខ្លួនឯងងើបតាំងពីម៉ោង 6 ងើបឡើងរៀបចំខ្លួនដើម្បីទៅហាត់ប្រាណតែជាក់ស្ដែងនៅក្នុងវីដេអូហ្នឹងអត់មានរៀបចំខ្លួនអីច្រើនទេគ្រាន់តែដូរខោហើយនឹងសិតសក់តែប៉ុណ្្នឹងឯងប្រហែលថ្ងៃហ្នឹងគឺខ្ញុំដាក់សម្ពាធលើខ្លួនឯងហ្មងដើម្បីឲ្យខ្លួនឯងកាន់តែទម្លាប់ល្អជាងមុនចាប់ផ្ដើមងើបម៉ោង 5 ជាងម៉ោង 6 ដើម្បីទៅហាត់ប្រាណ25 នាទីទៅ30 នាទីបើអត់ទៅកន្លែងហាត់ប្រាណទេហាត់យូហ្គាបើយើងអត់មានពេលហាត់យូហ្គាទេខ្ញុំជិញទៅដើរអញ្ចឹងយ៉ាងហោចណាស់ឲ្យបាន20 នាទីដែរថ្ងៃហ្នឹងអត់សូវមានពេលច្រើនអញ្ចឹងខ្ញុំដើរប្រហែលជា 2-3 គីឡូដីដើរចុះដើរឡើងនៅម្ដុំផ្សារនឹងឯងណាមួយខ្ញុំត្រូវការទិញម្ហូបផងអញ្ចឹងកុំឲ្យខាតជើងខ្ញុំយកម្ហូបតាមខ្លួនហើយទិញបន្លែដាក់ក្នុងទូទិញខ្ទិះដូងអញ្ចឹងទៅគ្រាន់ថ្ងៃណាចង់ស្លអញ្ចឹងអីទៅយើងអត់ពិបាកមកផ្សារម្ដងទៀតអានេះមិនមែនថ្ងៃទី 1ខ្ញុំចាប់ផ្ដើមធ្វើអញ្ចឹងណាគឺខ្ញុំដាក់សម្ពាធឲ្យខ្លួនឯងច្រើនដងហើយប៉ុន្តែចេះតែ fail រហូតលើកនេះគឺខ្ញុំព្យាយាមឲ្យអស់ពីសមត្ថភាពហ្មងមិនមែនតែត្រឹមហាត់ប្រាណទេគឺឲ្យខ្លួនឯងហូបអាហារពេលព្រឹកដោយសារតែខ្ញុំហ្នឹងព្រលឹមឡើងគឺអាងកាហ្វេមួយកែវគឺរួចមិនដែលហូបអាហារពេលព្រឹកអីទេតែថ្ងៃនេះញ៉ាំអាហារពេលព្រឹកប៉ុន្តែបែបស្រាលជាងណាហូបប៉មជាមួយ yogurt ហ្នឹងក៏អត់មានជាតិស្ករដែរនិយាយទៅគឺខ្ញុំព្យាយាមហូបរបស់ណាដែលអត់មានជាតិស្ករច្រើនហើយអត់មានគ្រឿងដិតមិនមែនចង់សម្រក់ទម្ងន់ទេនេះហូបដើម្បីសុខភាពតែរឿងកាហ្វេមួយនៅតែញ៉ាំធម្មតាមួយថ្ងៃមួយកែវពីរកែវអញ្ចឹងទៅអាហារពេលព្រឹកខ្ញុំថ្ងៃនេះមានប៉មមួយផ្លែហើយខ្ញុំដាក់ yogurt ប្រហែលជា2ស្ព្រាប្រាប់បងប្អូនទៅហើយពេលខ្លះបើសិនជាឃើញខ្ញុំហូបរបស់ប្លែកអីមាន cheat day មានអីដែរអញ្ចឹងណាដាក់សម្ពាធឲ្យខ្លួនឯងមែនប៉ុន្តែឧទាហរណ៍ថ្ងៃណាឃ្លានបុកល្ហុងឃ្លានផ្អាប់អីយើងហូបបានដូចជាកាទៀវបបរអីអញ្ចឹងទៅយូរម្ដងបានប៉ុន្តែតែញឹកពេកហ្នឹងក៏ដាក់សម្ពាធឲ្យខ្លួនឯងម្ដងទៀតអាហារពេលព្រឹករបស់ខ្ញុំថ្ងៃហ្នឹងមាននំប៉័ងមួយកណាត់ហូបជាមួយទៅណាផ្លែឈើហើយនឹងពោមួយកូនចានបន្ទាប់ពីហូបហើយនឹកឃើញថាខ្លួនឯងថ្ងៃហ្នឹងចូលធ្វើការលឿនអញ្ចឹងក៏រូតរះធ្វើម្ហូបដើម្បីហូបពេលថ្ងៃមួយតង់ទៀតអាហារពេលថ្ងៃហ្នឹងចៀនសាច់មាន់ជាមួយការ៉ុតហើយនឹងខាណាខៀវហើយបន្លែហ្នឹងគឺខ្ញុំយកទៅស្រុះអត់មានដាក់គ្រឿងអីទេសាច់មាន់បានកន្លែងពិសេសគឺខ្ញុំយកសាច់មាន់កន្លែងផ្លូវគឺមានខ្លាញ់តិចៗពេលជៀនទៅក៏ឆ្ងាញ់ខ្លាំងហ្មងមានអីទេអារម្មណ៍ប្លែកម្យ៉ាងដែរព្រោះភាគច្រើនគឺខ្ញុំតែងតែផឹកកាហ្វេមួយកែវពីរកែវអញ្ចឹងទៅជំនួសអាហារពេលព្រឹកហើយខ្ញុំចូលចិត្តហូបអីតាមចិត្តខ្លួនឯងណាជួនកាលព្រលឹមឡើងឃ្លានរបស់ផ្អាប់អីជួនកាលមានចាំទុកល្ងាចទុកថ្ងៃអីទេគឺហូបផ្លែតភ្លាមទាំងព្រលឹមនឹងប៉ុន្តែឥឡូវនេះគឺកែត្រឡប់ខ្លួនឯងសម្រាប់ការ៉ុតហើយនឹងខាត់ណាងបងប្អូនបើចង់ឲ្យឆ្ងាញ់កុំសោះយូរពេកយើងសោះតែមួយផ្លែទៅបានហើយកាលណាតែយើងសោះឲ្យលួយពេកគឺឡើងឆ្ងាញ់អស់ជាតិបន្លែហើយចឹងខ្ញុំសោះមកល្មមបងប្អូនមើលពណ៌ក៏ដឹងដែរនិយាយទៅឃើញហើយគួរចង់ហូបហ្មងម្ហូបពេលថ្ងៃរបស់ខ្ញុំអត់មានយូរទេគ្រាន់តែជៀនសាច់មាន់ហើយនឹងសោះបន្លែបន្តិចប៉ុណ្ណឹងហើយហីសាច់មាន់នេះប្រហែលជា2ខាំកន្លះមកល្មមយើងហូបមកពេលសម្រាប់អ្នកអត់បាយដូចខ្ញុំមិនមែនអត់ខ្លួនឯងអត់បាយទេបងប្អូនគឺខ្ញុំអត់មានពេលដាំបាយអញ្ចឹងមានតែបន្លែហើយនឹងសាច់មាន់ម្ដុំនឹងឯងសាច់មាន់នេះចង់ឲ្យផុយឆ្ងាញ់បងប្អូនដាក់ទឹកមិនបន្តិចពេលហាន់មកឡើងផុយគួរចង់ហូបហ្មងពេលខ្ញុំជៀននេះគឺខ្ញុំលាយទឹកមិនបន្តិចប៉ុន្តែអត់បានថតទេតែបងប្អូនមើលខ្លួនឯងចុះពេលខ្ញុំហាន់ណាគឺអូយសាច់ឡើងផុយហើយឆ្ងាញ់មែនតើហ្មងសម្រាប់បងប្អូនដែលចង់ស្រកគីឡូអីកុំយកសាច់ផ្លូវព្រោះសាច់ផ្លូវមានជាតិខ្លាញ់ច្រើនយើងអាចប្រើសាច់ធូងជំនួសបានសម្រាប់ខ្ញុំគឺខ្ញុំអត់ផ្ដោតលើសម្រាប់គីឡូទេគ្រាន់តែខ្ញុំផ្ដោតជាងើបពីព្រលឹមហូបអាហារពេលផឹកហើយនឹងពេលថ្ងៃពេលល្ងាចចឹងទៅសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាយបាយសុខសប្បាយទាំងអស់គ្នា